តភូរីរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក បាទសូមគោរពការមកគុណដល់លោកខាត់ខនប្រធានការឡៃភូមិបាលស្រុកជើងព្រៃឧបត្ថម្ភគណៈកម្មការរៀបចំការបណ្ណាំងទុកចំនួន$200អាមេរិកផងដែរបាទនិងវិទ្យុជាតិកម្ពុជា$100អាមេរិកនិងឧបត្ថម្ភទូកមកពីវត្តមហាសៀកភូមិមហាខ្ញងស្រុកកោះស្ទឹងខេត្តកំពង់ចាមនៅថវិកាចំនួន$1 លានជំនួសមកឲ្យក្រុមការងារទាំង3ក្រុមក៏ដូចជាចំណុះទូកក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គនាយករដ្ឋមន្ត្រីខៀវកញ្ញរិទ្ធនិងលោកជំទាវក៏ដូចជាអគ្គនាយកលីវ៉ាន់ហុងហើយសូមប្រសិទ្ធពរសូមអគ្គនាយកលោកជំទាវមានសុខភាពល្អនិងទទួលជោគជ័យគ្រប់ភារកិច្ចសូមអរគុណបាទចំនួន$5 លានបាទជួបមុខឲ្យរដ្ឋបាលស្រុកស្រីសន្ធរគណៈកម្មការទូកងដែលមានឈ្មោះថាស្រីសន្ធរនិងគណៈកម្មការទូកសូមគោរពថ្លែងអំណរគុណចំពោះអាយដាមលោកកំឈុនប្រធានបាទរដ្ឋភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ខែស្វយ័តក្រុងព្រះសីហនុនិងជាប្រធានក្រុមការងារថ្នាក់ជាតិចោះជួយស្រុកស្រីសន្ធរដែលបានឧបត្ថម្ភដល់ការរៀបចំការប្រណាំងទូកការតាំងពិព័រណ៍នេះចំនួន$10 លានចាបងប្អូនជាទីគោរពរាប់អានមហាទន្សាយតេជោសែនជ័យចាបានធ្វើការអមបណ្ណាំងមកជាមួយនឹងព្រះខ័នពេជ្រមហាទន្សាយតេជោសែនជ័យគឺខ្សែទឹកខាងក្នុងរីឯព្រះខ័នពេជ្រខ្សែទឹកខាងក្រៅកំពុងតែបោះពួយមកបងប្អូនតែឃើញថាចំយមាហ្នឹងគឺប្រងព្រាតចាចាក់បណ្ដេញយោងទុំឡើងជំរិតមកមុខហ្នឹងឡើងមានភាពស្វាហាប់ទាំងពីរណាម្ដងចាមហាទន្សាយបងម្ចាស់មហាទន្សាយបងអៀនមេឡុងចាមកដល់ព្រាមឧបត្ថម្ភព្រាមថា$20000រៀលកាហ្វេដាវបាទចាហើយចាំតាន់អស់បងហើយអរគុណឯកឧត្តមម៉ៃពីរុននិងលោកជំទាវសូមអរគុណឯកឧត្តមចានឹករលឹកឯកឧត្តមខ្លាំងមែនតើចាឯកឧត្តមលោកឧបត្ថម្ភទូកមហាទន្សាយតេជោសែនជ័យដែលមកពីខាងរាយប៉ាយកងមាសចាហើយឯប្រខ័នពេជ្រមកពីខាងវត្តច័ន្ទតាមុនីចាក្រូចឆ្មាជំនិចក្រូចឆ្មាត្បូងឃ្មុំឧបត្ថម្ភដល់ពងពោះពីឯកឧត្តមបនាយករដ្ឋមន្ត្រីជាសភារដ្ឋនិងលោកជំទាវមហាទន្សាយតេជោសែនជ័យដែលជាទូកមានឈ្មោះល្បីមកពីខាងរាយប៉ាយកងមាសចារបងឯកឧត្តមបណ្ឌិតម៉ៅពីរុននិងលោកជំទាវបានធ្វើការអមបណ្ណាំងជាមួយនឹងព្រះខ័នពេជ្រដែលមកពីខាងជំនិចក្រូចឆ្មាត្បូងឃ្មុំយើងនឹងដែរចិត្តគ្នាគឺជាខេត្តកូនបើបាទខេត្តកូនបើខ្សែទឹកខាងក្រៅដកបន្តិចអើយខ្សែទឹកខាងក្រៅបាទព្រះខ័នពេជ្របាទព្រះខ័នពេជ្រនេះគឺមកពីជំនិចបាទនៅក្រូចឆ្មាណាបាទជម្រាបទៅឱកាសនេះសូមគោរពថ្លែងអំណរគុណដល់លោកជំទាវកុលចរិនជាសមាជិករដ្ឋសភាដែលបានឧបត្ថម្ភគណៈកម្មការរៀបចំការប្រណាំងទូកនេះចំនួន$50,000ចាដោយដែលយើងខ្ញុំសូមអធិស្ឋានហើយក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំផងដែរព្រោះថាមានការឧបត្ថម្ភគ្រប់គ្រងច្រើនមែនតើដល់កីឡាករចំណុះទូកក៏ដូចជាគណៈកម្មការទូកប៉ុន្តែយើងខ្ញុំធ្វើការអធិប្បាយអត់ទាន់ព្រោះថាទូកលឿនពេកមហាទន្សាយតេជោសែនជ័យដែលជាទូកល្បីល្បាញមកពីខាងរាយប៉ាយកងមាសកំពង់ចាមយើងហ្នឹងចារបងឯកឧត្តមបណ្ឌិតម៉ៃពីរុននិងលោកជំទាវរីឯព្រះខ័នពេជ្រមកពីត្បូងឃ្មុំជំនិចក្រូចឆ្មាឧបត្ថម្ភដល់ឯកឧត្តមបនាយករដ្ឋមន្ត្រីជាសភារដ្ឋនិងលោកជំទាវទាំងពីរនេះបន្តប្រសងគ្នាទេបងប្អូនចាល្អមើលមែនតើទូកគូនេះបាទនេះថាទូកខ្លាំងបាក់ខ្លាំងយើងបាក់ហែកគ្នាទេមហាទន្សាយតេជោសែនជ័យនៅខ្សែទឹកខាងក្នុងព្រះខ័នពេជ្រខ្សែទឹកខាងក្រៅអីយ៉ាខ្សែទឹកខាងក្នុងហាក់ដូចជាឡើងលើមហាទន្សាយឡើងវិញហើយបាទមហាទន្សាយតេជោសែនជ័យបាទរៀបបែកបាទឯកស្ថានពណ៌ក្រហមបាទហើយចំណែកឯខ្សែទឹកខាងក្រៅព្រះខ័នពេជ្រក៏មិនថប់ហើយដែរក៏នៅតែបង្កើនបាទនៅល្បឿនរបស់ខ្លួនដើម្បីមកអួតនៅក្នុងមុខវេទិកាកិត្តិយសរបស់ជួនដាក់អាក់ដងឥឡូវនេះមហាទន្សាយឡើងមកហើយបាទមហាទន្សាយបាទឡើងមកហើយព្រះខ័នពេជ្រតាមបាទនៅតាមតែជំនឿតាមទាន់មហាទន្សាយតេជោសែនជ័យខ្សែទឹកខាងក្នុងឯកស្ថានពណ៌ក្រហមព្រះខ័នពេជ្រខ្សែទឹកខាងក្រៅឯកស្ថានពណ៌ខៀវបាទរីឯបាទគូពិសេសជាបន្តចាសម្រាប់គូទី4ក៏ពិសេសពិសាណាស់ដែរបងប្អូនមហាទន្សាយតេជោសែនជ័យចាសូមអរគុណដល់ឯកឧត្តមបណ្ឌិតម៉ៅពីរុននិងលោកជំទាវដែលបានឧបត្ថម្ភការពិជើងទី1មហាទន្សាយតេជោសែនជ័យទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ទៅលើព្រះខ័នរាជ
របស់ឯកឧត្តមជាសភារានិងលោកជំទាវឥឡូវនេះបដូរទៅនៅខ្សែទៅខាងក្រៅវិញមហាទស័យតេជោសែនជ័យក៏នៅតែសង្ហាដដែលបាទអរគុណដែរបងមីងបងអៀនមីងឡុងណាចាប្អូនអៀនមីងឡុងអូនឯងបងបងប្អូនអៀនមីងឡុងអរគុណហើយដល់មកនឹងនាំមកថាវិកាយនាំកាហ្វេដាវយកមកឲ្យទៀតតែឥឡូវនេះទូកសម្រស់នោះស្អាតណាបាទនៅខ្សែទៅខាងក្រៅបាទយើងឃើញហើយពណ៌ក្រហមឆើតជាមួយនឹងពណ៌ខៀវបាទប្រខាន់ពេជ្រឥឡូវមហាទន្សាយនេះបាទលឿនដូចទន្សាយអញ្ចឹងបាទដូចតែឈ្មោះដាក់ដែរបាទលឿនតែម្ដងបាទឥឡូវនេះមហាទន្សាយដូចចូលតែបាទពេលគេដេញបាទឥឡូវនេះមហាទន្សាយស្លាកលេខ41មកពីរាជប៉ាយកងមាសបាទឧបត្ថម្ភដោយអាដាមបាទបណ្ឌិតម៉ៅពីរុននិងលោកជំទាវបាទឈ្នះដាច់ទៅលើព្រះខ័នពេជ្រដែលមកពីជំនិចបាទឈ្មោះឆ្មាត្បូងឃ្មុំប្រជាជនជាទីគោរពនៅក្នុងឱកាសនេះដែរមេឃុំប្រជាធិការគណៈកម្មការនិងចំណុះទូកងបតុមបផាវត្តបតុមកេសរឃុំពីមកោសនាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមសូមថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានឧបត្ថម្ភដល់ទូកងបតុមបផាមានឯកឧត្តមហ៊ុនម៉ាណិតប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់និងលោកជំទាវ8លានរៀលឯកឧត្តមសេងទៀងនិងលោកជំទាវថវិកា$600ស្រាបៀរ100កេសសម្រាប់ទូក3គឺបតុមបផាប្រតិចាដែលចូលសែនជ័យនិងព្រះអណ្ដូងសែនជ័យឯកឧត្តមទីសគុណអ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាលជួយថវិកា2លានរៀលឯកឧត្តមប្រាក់សំអឿនអគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃនិងលោកជំទាវអេងសុកជា5លានរៀលលោកឧត្តមស្នេហ៍តូអែមកុសលស្នងការខេត្តកំពង់ចាមនិងលោកជំទាវថវិកា3លានរៀលទឹកសុទ្ធវីតាល់15កេសទឹកក្រូច15កេសអង្គរ2បាវមី15កេសនិងសាច់ជ្រូក15គីឡូក្រាមលោកឧត្តមស្នេហ៍ត្រីហេងវុធីស្នងការរងខេត្តកំពង់ចាមនិងលោកជំទាវឧបត្ថម្ភទឹកសុទ្ធ50កេសសាច់ជ្រូក40គីឡូក្រាមលោកសុកលឹមហៀងប្រធានក្រុមការងារចុះជួយឃុំពីមកោសនានិងលោកជំទាវថវិកា50,000រៀលបាកាស1កេសឯកឧត្តមវ៉ាថនអភិបាលខេត្តក្រចេះនិងលោកជំទាវថវិកា$300លោកស្រីច្រាប់ស៊ីណានិងស្វាមី$200នៅអូស្ត្រាលីលោកស្រីច័ន្ទពេជ្រា$50លោកម៉ៅថានិងលោកស្រីទឹកសុទ្ធ50យួរព្រះគ្រូព្រំដារិតប្រជាធិការវត្តបតុមកេសរថវិកា1លានរៀលឥឡូវយើងចាំមើលបាទមហាគ្រុឌក៏កំពុងតែឡើងហើយបាទអ្នករកាលេងគ្នាទៀតហើយមួយឆ្មាបាទលេងគ្នានៅមុខវេទិកាកិត្តិយសបាទឥឡូវនេះឡើងបាទឡើងមែនតើបាទអមិញឃើញតែដាច់មិញដាច់ឥឡូវបកមកតោងបាទឥឡូវបកមកតោងវិញបកមកតោងឡើងមកតោងបាទលើឡើងហើយបាទមហាទន្សាយខ្សែទឹកខាងក្រៅចំណៃហើយមហាគ្រុឌបាទធ្វើពួរយ៉ាងនេះធ្វើពួរយ៉ាងនេះបាទតន់ឬមិនតន់អូយអត់ទេយ៉ាងនេះអត់តន់ទេលេងចាប់ក្បាច់ហ្នឹងធ្វើតែពួរ